Let's go គាត់បើកមកកូលុនអានេះផ្លុំបែបភ្លុកតម្រុយណាស់ហើយប៉ុន្តែនេះជាស្នែងក្របីទេគឺលយអូញាក់សាច់ណាស់នេះមានទាំងលោកតាឃ្លាំងមឿងមកទៀតអ្នកនេះអូខេមនសិកាជាតិខ្មែរអុកញ៉ាកាមេរ៉ាសេរីមុនចឹងវីដេអូនេះខ្ញុំមក reaction ទៅលើ bot មនសិកាជាតិខ្មែរហើយ bot នេះខ្ញុំបានឃើញ MV របស់គាត់លយខ្លាំងមែនតើចឹងកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅ reaction របស់យើងទាំងអស់គ្នាតែអ្វីដែលខ្ញុំចង់បង្ហាញអ្នកនរគ្នាគឺថា bot នេះមកហើយអ្នកនរគ្នាអ្វីដែលខ្មែរមានគឺមកសឹងទាំងអស់ហើយអ្នកនរគ្នាតោះ let's go គាត់បើកមកកូលុនអានេះផ្លុំបែបភ្លុកតម្រុយណាស់ហើយប៉ុន្តែនេះជាស្នែងក្របីទេគឺលយអូញាក់សាច់ណាស់នេះមានទាំងលោកតាឃ្លាំងមឿងមកទៀតអ្នកនេះកោះកេនខ្មោចមកអស់អ្នកនេះអូញាក់ព្រឺសម្បល់តែម្ដងគ្រាន់តែលឺកូលលាន់ហើយសំឡេងផ្លុំស្នែងនេះអូញាក់បុព្វបុរសខ្មែរយើងលោកតាឃ្លាំងមឿងកោះកេនតបខ្មោចមកអ្នកនេះពុំញាក់សាច់ព្រឺសម្បល់តែម្ដងនេះគាត់ស្ថតនៅក្នុង studio វ៉ាវវិសុវហ្វិចហើយបទនេះយើងបានឃើញគាត់ថតនៅក្នុងផ្សារអង្គរវត្តផងដែរពេលដែលគាត់ទៅក្រុងវលីនៅក្នុងវីដេអូទី2តែនេះថតជានៅក្នុង visual fit ទេព្រះអង្គលងការអង្គចេញអង្គចំ visual fit ធ្វើបានល្អណាស់តែមាននិមិត្តរូបជំវិញពណ៌ជំវិញដែលមើលទៅដូចកែកំពុងតែប្រត់ព្រំមកកាន់គាត់ចឹងហើយយើងបានឧទ្ទិសនិងនិមន្តគាត់អញ្ជើញចុះមកដើម្បីការពារដែនដីសុវណ្ណភូមិរបស់យើងអន្តរាលយហាំដែនខ្ញុំបាទខេមរៈសេរីមុនលើកដៃបងគុំឲ្យខ្មែរបូកជាមួយនឹងបកកតន្ត្រីសម័យស្គរនេះជាស្គរដៃដែលពាំងរាំងភ្លឺឲ្យភ្ញៀងរលឹកដឹងខំជាមួយនឹងរនាតឲ្យចេញទៅខ្មែរយើងជាពូជសាងអង្គរហើយប្រកាន់គោជំហរមិនឲ្យគេបងពៀនបានមហាវីរក្សត្រខ្មែរសិតតែអង្គអាចក្លាហានកំពូលអ៊ីស្រាជនបច្ចុប្បន្ននាំសន្តិភាពជូនជាតិខ្មែរបានបដិញ្ញាមិនឲ្យអ្នកណាមករំខានទោះតម្លៃណាក៏ដោយឲ្យតែជាតិបានសុខសាន្តខ្មែរបងប្រានស៊ូបដោខ្មែរបងប្រានស៊ូបដោពីបារាំងយើងមានសាក់យ័ន្តប្រាសាទ100ពាន់រំគឺអ្វីដែលយើងទន្ទឹងសំឡេងឲ្យជារសធ្ងន់រំដំពីអុកញ៉ាកាមេរ៉ាស្រីមុនគឺបែបនេះអ្នកនរគ្នាបើអ្នកនរគ្នាធ្លាប់ជា fan គាត់កាលអំឡុងឆ្នាំ2000 2008 2009 2010អីពីមុនមកគឺសំឡេងរបស់គាត់ផ្អែមរំដំខ្លាំងមែនទែនហើយមកដល់ចំណុចនេះគឺមានការអភិវឌ្ឍចំណេះជំនាញរបស់គាត់អភិវឌ្ឍបែប technique ឬក៏ flow របស់គាត់បែបទៅ rap បទនេះគឺយើងបាន flip flow ពីបែបច្រៀងទៅបែប rap ផងដែរជំនាន់ខោនខលគុណខ្មែររបស់កតោហូបបំប៉ាស្បាយរបស់ខ្មែរកំចំបំផាន់បច្ចុប្បន្នគឺមើលពីកម្ពុជាពីតបយោធារហូតមិនមែនអន់និយាយពីសេដ្ឋកិច្ចខ្មែរថាកំពុងតែរីអារាជនាសម្ព័ន្ធគ្រប់ខេត្តនិងរាជធានីកំចង់មកក្តិចសេដ្ឋកិច្ចខ្មែរអូខេគឺមកវោះដំបងនេះគឺគាត់ចង់បញ្ជាក់ពីការលើកដំកើងនៃប្រទេសជាតិខ្មែរយើងដែលកំពុងតែអភិវឌ្ឍនឹងការរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធទាំងសេដ្ឋកិច្ចទាំងគម្រោងស្ថាបនាឬក៏ស្ថាបនិកផ្សេងដែលគាត់កំពុងតែអភិវឌ្ឍនៅលើសេដ្ឋកិច្ចឬក៏នៅលើប្រទេសកម្ពុជាយើងគឺកាន់តែច្រើនខ្លាំងមែនទែនហើយក៏មកចង់បៀតបៀនឬក៏ចង់មកឈ្លានពានដើម្បី
ក្តិចដើម្បីឲ្យសេដ្ឋកិច្ចខ្មែរយើងមានការពិបាកនៅក្នុងការរីកចម្រើន ដោយតែតាកាលឥឡូវកូនខ្មែរចំណេះដឹងក៏ច្រើនបេះដូងមហាសាលសាមគ្គីភាពជាតិយើងត្រូវការបំផុស អូខេអ្នកនរគ្នាអញ្ចឹងអ្វីដែលខ្មែរយើងធ្វើការគឺភក្តីភាពសាមគ្គីភាពកម្លាំងនិងមិត្តភាពការរួបរวมគ្នាគឺជាធ្លុងមួយគឺมันអាចបំបែកបានទេអ្នកនរគ្នាសម្បីតែបងប្អូនដែលគាត់នៅក្រវ៉ាត់បន្ទាត់ព្រំដែនដែលកំពុងតែមានចំនួននៅជាមួយនឹងពួកដែលចង់ឈ្លានពានខ្មាំងសត្រូវពីសៀមហ្នឹងគឺគាត់អត់មានអាវុធអ្វីដើម្បីទៅតតាំងដៃទៅទេគឺគាត់ស្មារតីរួបរวมខាងតែគឺគាត់ហ៊ានប្រឈមមុខជាមួយនឹងពួកអ៊ុយពីព្រោះថាវាជាដែនដីសុវណ្ណភូមិជាផ្ទះជាស្រុកកំណើតរបស់គាត់ត្រូវតែការពារអ្នកនរគ្នាគឺស្ម័ក្របដូរផ្ដាច់ដើម្បីទោះមានបញ្ហាទៅលើអាយុជីវិតរបស់គាត់គឺគាត់មិនខ្លាចមិនរីថយនេះជាស្មារតីរួបរวมជាតិពិតជាល្អខ្លាំងមែនតើមនសិការចិត្តខ្មែរយើងគឺមាននៅក្នុងពេលនេះដែលយើងបានបង្ហាញឲ្យទៅកាន់ពិភពលោកឃើញថាខ្មែរយើងនៅតែមានភាពសាមគ្គីមានភាពរឹងមាំខ្មែរយើងមិនដែលនឹងមានចិត្តឈ្លានពានទៅកាន់អ្នកណាទេគឺពួកវាជាអ្នកឈ្លានពានមកកាន់ដែនដីខ្មែរមុននេះជាមនសិការជាតិខ្មែរបេះដូងមនសិការជាតិខ្មែរបេះដូងស្នេហាជាតិខ្មែរបេះដូងមនសិការជាតិខ្មែររំលឹកមកអស់ហើយអ្នកទាំងអស់គ្នារបាំសិប្បកម្មស្ថាបនិកផ្សេងរបាំប្រពៃណីខ្មែរល្ខោនខោស្ថាបនិកការធ្វើបើយើងពីដើមមកគឺយើងធ្វើផ្ទះដោយធ្វើការដោយដៃឈូសធ្វើការឈូសឆាយអត់មានម៉ាស៊ីនអីឈូសដើម្បីឲ្យក្តារស្អាតទេគឺយើងធ្វើការឈូសដោយដៃនេះបង្ហាញអំពីវប្បធម៌អរិយធម៌សិប្បកម្មសិល្បៈក្បាច់គុនគឺមកទាំងអស់អ្នកទាំងអស់គ្នារបាំល្ខោនខោភ្លេងបុរាណរនាតខ្លុយគឺមកអស់ហើយអ្នកនរនេះសំបីរបាំគោះបងរយជនកងទ័ពខ្មែរគាត់ពិតជាស៊ូដើម្បីការពារដែនដីស្វ័យភូមិរបស់ខ្លួនអូខេអ្វីដែលចុងក្រោយគឺខ្ញុំមានតែលើកមករៀងដៃ10និងអរគុណទៅវរជនកងទ័ពយើងដែលគាត់មានស្មារតីមនសិការជាតិដើម្បីការពារលើដែនដីសុវណ្ណភូមិរបស់ពួកយើងទាំងអស់គ្នាខ្ញុំជាក្មេងនៅពីក្រោយជាយុវជនដែលជាអ្នកជួរក្រោយបានត្រឹមតែផ្ដល់កម្លាំងចិត្តក្អាគោរពទៅកាន់ពួកគាត់ដើម្បីផ្ដល់ទំនុកចិត្តមានន័យថាយើងមានភាពសាមគ្គីគ្នាដើម្បីរួបរวมដើម្បីការពារលើដែនដីសុវណ្ណភូមិរបស់យើងបានល្អខ្លាំងតែបទនេះគឺមានទាំងអស់ទាំងរំលឹកនឹកគុណដល់បុព្វបុរសខ្មែរដល់ទាំងអស់អ្នកនរគ្នាគឺលយខ្លាំងតែមានតែពាក្យថាលយខ្លាំងតែអូខេអញ្ចឹងបទហ្នឹងនេះរីកាឬក៏ការ reaction ហ្នឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាបានមើលដល់ចប់ហើយបើសិនបានអ្នកអមមើលដល់ចប់សូម comment អ្នកមួយផងថាឲ្យមេដៃម្នាក់មួយឬក៏ comment អ្នកនរគ្នាថាមនសិការជាតិខ្មែរមានសម្កាត់សម្រាប់អ្នកនរគ្នាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ See you next time bye bye